កម្ពុជាបាននឹងកំពុងជំរុញការបង្កើតស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនីឲ្យបានគ្របដណ្ដប់នៅទូទាំងប្រទេសដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងការធ្វើអាជីវកម្មជាពិសេសការដឹកជញ្ជូនតាមរយៈនៃការកាត់បន្ថយខ្ទង់ចំណាយនិងការចូលរួមលើកកម្ពស់ថាមពលស្អាតជាដើមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលឯកឧត្តមកែវរតនៈលើកឡើងនៅក្នុងពិធីសម្ពោធស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនីនិងរថយន្តអគ្គិសនីបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនវិនិយោគមួយកាលពីចុងសប្តាហ៍មុនថាជុំវិញវិស័យអគ្គិសនីនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាយកចិត្តទុកដាក់យ៉ាងខ្លាំងដោយបានកសាងមូលដ្ឋានគ្រឹះមានស្ថិរភាពក្នុងការផ្គត់ផ្គង់អគ្គិសនីជាពិសេសអគ្គិសនីដែលដោយថាមពលស្អាតហើយបច្ចុប្បន្នដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបាននឹងកំពុងបន្តការកែតម្រង់ក្នុងល្បឿនលឿនមួយបន្ថែមទៀតដោយក្នុងឆ្នាំ2025កន្លងទៅនេះបានធ្វើឲ្យកម្ពុជាមានថាមពលស្អាតប្រមាណ63%នៃថាមពលសរុបក្នុងបណ្ដាញជាតិឯកឧត្តមបន្តថាការដាក់ឲ្យដំណើរការសាកល្បងស្ថានីយបញ្ចូលថាមពលដ៏ធំមួយនៅកណ្ដាលរាជធានីភ្នំពេញនេះគឺធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីទាញយកផលប្រយោជន៍ពីការកែតម្រង់វិស័យអគ្គិសនីជាក់ស្ដែងការដាក់ឲ្យដំណើរការស្ថានីយសហគមន៍នេះបាននឹងកំពុងចូលរួមនៅក្នុងសេដ្ឋកិច្ចសង្គមតាមរយៈការប្រើប្រាស់រថយន្តអគ្គិសនីនិងចូលរួមកាត់បន្ថយនៅខ្ទង់ចំណាយមួយចំនួនចំពោះប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីនិងអ្នកធ្វើអាជីវកម្មលើប្រតិបត្តិការដឹកជញ្ជូននិងភស្តុភារកម្មជាដើមយកផលប្រយោជន៍បានមកពីការកែតម្រង់របស់វិស័យអគ្គិសនីហើយយកមកចែកផលឲ្យដល់សេដ្ឋកិច្ចនិងសង្គមយើងមិនបាននិយាយថានេះគឺជាការចែកផលពីព្រោះក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះតាំងពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានកសាងមូលដ្ឋានគ្រឹះឲ្យប្រទេសកម្ពុជាដែលធ្វើឲ្យប្រទេសកម្ពុជាយើងមានសេដ្ឋភាពក្នុងការផ្គត់ផ្គង់អគ្គិសនីហើយជាពិសេសអគ្គិសនីដើរដោយថាមពលស្អាតឥឡូវនេះសម្ដេចមហាបវរទិបតីហ៊ុនម៉ាណែតបានបន្តការកែតម្រង់នេះក្នុងល្បឿនមួយយ៉ាងលឿនបន្ថែមទៀតដែលធ្វើឲ្យប្រទេសយើងឆ្នាំ2025នេះថាមពលស្អាតយើងតំណាងឲ្យ63%នៃថាមពលសរុបនៅក្នុងបណ្ដាញជាតិគឺមានន័យថាលើសលប់នៅក្នុងបណ្ដាញជាតិរបស់យើងគឺយើងប្រើថាមពលស្អាតដូច្នេះនេះមិនមែនតែជាជោគជ័យក្នុងវិស័យអគ្គិសនីទេប៉ុន្តែយើងយកផលប្រយោជន៍នេះឥឡូវនេះមកជំរុញឲ្យវិស័យដទៃទៀតថ្ងៃនេះជាក់ស្ដែងគឺការយកផលនៅការកែតម្រង់វិស័យអគ្គិសនីមកចែកផលឲ្យវិស័យដឹកជញ្ជូនមានន័យថាការប្រើប្រាស់ថាមពលស្អាតនេះមិនត្រឹមតែជួយកាត់បន្ថយនៅការបំភាយឧស្ម័នទៅបរិយាកាសប៉ុន្តែការប្រើប្រាស់រថយន្តអគ្គិសនីនឹងជួយកាត់បន្ថយចំណាយក្នុងការធ្វើអាជីវកម្មចំពោះក្រុមហ៊ុនសហគ្រាសដែលធ្វើការដឹកជញ្ជូនធ្វើភស្តុភារកម្មនេះគឺជាឱកាសក្នុងការទម្លាក់ថ្លៃដើម្បីសន្សំសំចៃនៅក្នុងអាជីវកម្មរបស់ខ្លួនចំពោះបងប្អូនប្រជាពលរដ្ឋដែលជាលក្ខណៈគ្រួសារពេលដែលប្រើប្រាស់រថយន្តអគ្គិសនីមិនត្រឹមតែចូលរួមចំណែកក្នុងការបង្កើតឲ្យបរិស្ថានរបស់យើងកាន់តែស្អាតដោយសារគ្មានការភាយឧស្ម័ននោះទេប៉ុន្តែគឺជាការសន្សំសំចៃក្នុងការចំណេញដល់ថវិការបស់ខ្លួនហើយយកថវិកានេះទៅជួយកូនចៅរៀនសូត្រឬមួយក៏ធ្វើការវិនិយោគទៅលើកន្លែងផ្សេងនេះគឺជាអត្ថន័យនៃការជួបជុំថ្ងៃនេះជាមួយគ្នានោះលោកបណ្ឌិតអ៊ីមសុធិរិទ្ធតំណាងក្រុមហ៊ុនវិនិយោគមួយនេះបញ្ជាក់ថាដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនិងការជួយជ្រោមជ្រែងពីក្រសួងរាយនឹងធម្មពលនិងស្ថាប័នពាក់ព័ន្ធបានធ្វើឲ្យ Somoter Cambodia អភិវឌ្ឍស្ថានីយបញ្ចូលធម្មពលគ្រប់ទីកន្លែងនៅកម្ពុជាក្នុងនោះសម្រាប់ផែនការនិងជំរុញពង្រាយស្ថានីយបញ្ចូលធម្មពលល្បឿនលឿនឲ្យបានចំនួន300ទីតាំងនៅទូទាំងប្រទេសខណៈក្នុងឆ្នាំ2025កន្លងទៅនេះបានបង្កើតស្ថានីយបញ្ចូលធម្មពលចំនួន30ទីតាំងចំណែកនៅក្នុងឆ្នាំនេះគោលនឹងសាងសង់ចំនួន200ទីតាំងនិងនៅឆ្នាំ2027គោលបង្កើតប្រមាណ70ទីតាំងបន្ថែមទៀតដើម្បីចូលរួមបង្កើតនៅហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលធម្មពលឲ្យកាន់តែទូលំទូលាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា